សូមស្រាយនៃទានខ្មែរសូមជូនរឿងទឹកដីអច្ឆរិយៈនិងនាងចន្ទ្រាកាលពីព្រៃនាយមានទឹកដីមួយកន្លែងដែលហ៊ុំព័ទ្ធទៅដោយជួរភ្នំនិងអាប់ក្រាស់ខ្មឹករហូតពន្លឺព្រះអាទិត្យស្ទើរតែមិនអាចជាមកដល់ដីបានទីនោះមានពាក្យចចាមអារាមតគ្នាថាជាទីតាំងនៃពិភពស្របគ្នាដែលមានក្រុមមនុស្សម្យ៉ាងរស់នៅពួកគេជាអ្នកមានសិលខ្ពស់មិនបៀតបៀនជីវិតសត្វលោកនិងប្រកាន់ខ្ជាប់នៅទំនៀមទម្លាប់យ៉ាងតឹងរ៉ឹងបំផុតគេនិយាយថាប្រសិនបើអ្នកណាគ្មានបុណ្យវាសនានោះទេទោះបីដើរកាត់មុខផ្ទះរបស់ពួកគេក៏មិនអាចឃើញនៅទីក្រុងនោះឡើយនាយខិនជាយុវជនមាតមាំម្នាក់មានចិត្តកតញ្ញូនិងស្មោះត្រង់គេកំពុងឈរនៅកណ្ដាលចំការដែលកាប់ឆ្ការដោយកម្លាំងញើសឈាមខណៈមេឃដែលធ្លាប់មានពណ៌មាសលាយក្រូចកំពុងតែប្រែទៅជាខ្មៅងងឹតទៅនាយខិនលើកដៃជូតញើសដែលហូរស្រក់តាមផ្ទៃមុខស្រក់អាប់ដោយកម្ដៅថ្ងៃខណៈនោះគេសម្លឹងទៅកាន់ព្រៃជ្រៅដោយអារម្មណ៍ប្លែកវាស្ងាត់ជ្រងំប៉ុន្តែបង្កប់ដោយថាមពលម្យ៉ាងគេដកដង្ហើមធំរួចដាក់ពូថៅចុះក្បែរខ្លួនគេដើរសំដៅទៅកាន់អូរតូចមួយដែលហូរចេញពីចន្លោះផ្ទាំងថ្មនៅទីនោះមានអាងថ្មធម្មជាតិដែលដក់ទឹកថ្លាឆ្វង់ដោយកញ្ចក់ពេញមួយឆ្នាំនៅពេលដែលនាយខិនអោនចុះបំរុងនឹងបង់ទឹកមកលាងមុខក៏ស្រាប់តែភាំងស្មារតីបេះដូងលត់ញាប់ស្ទើរតែធ្លាយចេញមកក្រៅព្រោះរូបភាពដែលឆ្លុះក្នុងទឹកនោះមិនមែនមានតែស្រមោលរបស់គេម្នាក់ឯងឡើយក្នុងទឹកដ៏ថ្លានោះបែរជាលេចរូបរាងស្រីក្រមុំម្នាក់ដែលមានសម្រស់ស្អាតលើសពីមនុស្សលោកផ្ទៃមុខរបស់នាងផូរផង់ដោយផ្កាឈូកទៅព្រិចភ្នែកធំថ្លាឆ្វង់ដូចដួងតារាទម្រង់មុខរាងពងក្រពើស៊ីគ្នានឹងចិញ្ចើមបក្សីនាងក្រងស្បៃពណ៌សស្រៀតសំពត់ដែលមានក្បាច់ប៉ាក់យ៉ាងប្រណិតដែលគេមិនដែលឃើញមានលក់នៅក្នុងផ្សារភូមិណាទាំងអស់នាងកំពុងញញឹមតិចដាក់គេតាមរយៈស្រមោលនៅក្នុងទឹកនោះនាយខិនប្រញាប់ងាកក្រោយមើលជុំវិញខ្លួនដោយក្តីតក់ស្លុតប៉ុន្តែបែរជាឃើញតែភាពទទេស្អាតមានតែស្លឹកឈើដែលរេតាមខ្យល់និងសំឡេងសត្វបក្សីហើរត្រឡប់ទៅសំបុកវិញគេក្រវីក្បាលតិចរួចក្រអ៊ូម្នាក់ឯងតើអញភ័ន្តភ្នែកឬយ៉ាងណាឬក៏មកពីអញហត់ពេកទើបឃើញរូបភាពប្លែកពេញភ្នែកបែបនេះប៉ុន្តែនៅពេលដែលគេអោនទៅមើលក្នុងអាងថ្មម្ដងទៀតរូបភាពស្រីស្អាតម្នាក់នោះនៅតែដដែលហើយថែមទាំងមើលទៅច្បាស់ជាងមុនទៅទៀតរំពេចនោះសំឡេងដ៏ផ្អែមល្ហែមដូចទឹកឃ្មុំក៏បន្លឺឡើងតិចពីខាងក្រោយខ្នងរបស់គេបងខិនកុំខ្លាចអូនអីនាយខិនភ្ញាក់ខ្លួនប្រើតស្ទើរតែធ្លាក់ចូលទៅក្នុងអាងថ្មគេសំងាកទៅមើលយ៉ាងយឺតហើយរូបភាពដែលលេចឡើងនៅចំពោះមុខធ្វើឲ្យគេស្ទាក់ស្ទើរតែភ្លេចអស់នៅពាក្យសម្ដីដែលត្រូវនិយាយស្រីក្រមុំម្នាក់នោះកំពុងឈរនៅពីមុខគេពិតមិនមែនត្រឹមតែជាស្រមោលឡើយក្លិនក្រអូបប្រហើរដោយផ្កាព្រៃដែលមិនធ្លាប់ស្គាល់ឈ្មោះចាំមកប៉ះច្រមុះនាងស្អាតដូចទេពអប្សរចុះពីឋានសួគ៌នាយខិនសួរទាំងរអាក់រអួលថានាងជានរណាហើយផ្ទះសម្បែងរបស់នាងនៅឯណាហេតុអ្វីក៏បងមិនដែលឃើញមុខនាងនៅតំបន់នេះទាល់តែសោះស្រីក្រមុំញញឹមរួចឆ្លើយតបដោយសំឡេងដ៏ទន់ភ្លន់អូនមានឈ្មោះថាចន្ទ្រាផ្ទះរបស់អូននៅក្រៅភ្នំខ្ពស់ខាងនោះអូនតែងតែមកដងទឹកនៅអាងថ្មនេះជារៀងរាល់ថ្ងៃគ្រាន់តែថ្ងៃនេះអូនរវល់តែផ្ដើរកំសាន្តមើលព្រៃព្រឹក្សារហូតភ្លេចមើលថ្ងៃលិចឥឡូវនេះមេឃងងឹតហើយអូនប្រហែលជាធ្វើដំណើរទៅវិញមិនទាន់ឡើយតើបងខិននឹងប្រកាន់ឬទេប្រសិនបើអូនសុំទៅសម្រាកជ្រកកោននៅផ្ទះបងមួយយប់នាយខិនឈរឆ្កឹងក្នុងចិត្តមួយក្នុងចិត្តមួយទៀតក៏នឹកអៀនខ្មាស់ខ្លួនឯងយ៉ាងខ្លាំងគេនឹកឃើញដល់ខ្ទមតូចទ្រុឌទ្រោមដែលរស់នៅជាមួយម្ដាយតែពីរនាក់គ្រួសារគេក្រីក្រខ្លាំងណាស់ជួនកាលត្រូវដាច់បាយដាច់ទឹកក៏មាននៅផ្ទះគ្មានសូម្បីតែមុងឬខ្នើយល្អមានតែភ្នក់ភ្លើងដែលបង្កាត់ទុកសម្រាប់ការពារភាពរងាហើយអ្វីដែលសំខាន់បំផុតនោះគឺម្ដាយរបស់គេកំពុងដេកឈឺរ៉ាំរ៉ៃជាឆ្នាំមកហើយព្យាបាលយ៉ាងណាក៏មិនជាដែរគេក៏តបទៅនាងវិញតាមត្រង់ថាប្អូនស្រីបងមិនមែនចិត្តចង្អៀតមិនចង់ឲ្យប្អូនទៅសម្រាកនោះទេប៉ុន្តែផ្ទះបងវាខ្សត់ខ្សោយណាស់គ្រាន់តែជាខ្ទមមួយដែលស្ទើរតែការពារខ្យល់ភ្លៀងមិនបានផងម្ដាយបងកំពុងឈឺសម្រានលើកំរាលបងខ្លាចតែប្អូននឹងលំបាកប៉ុណ្ណោះ
ប៉ុន្តែចន្ទ្រាក្រវីក្បាលតិចតិចរួចពោលថាបងខិនអូនមិនត្រូវការអ្វីក្រៅពីកន្លែងជ្រកកោនឡើយហើយអូនសន្យាថាមិនរំខានបាយទឹករបស់បងសូម្បីតែបន្តិចនៅពេលឃើញកែវភ្នែកដ៏មុតមាំរបស់នាងខិនក៏ដាច់ចិត្តដើរនាំផ្លូវស្រីក្រមុំអាត់កំបាំងរូបនេះសំដៅទៅកាន់ខ្ទមក្នុងភាពងងឹតដែលកំពុងគ្របដណ្ដប់មកដល់ខ្ទមសំឡេងក្អករបស់ម្ដាយបន្លឺឡើងមិនដាច់ខិនដើរចូលទៅរកម្ដាយដោយក្តីស្រឡាញ់ម៉ែថ្ងៃនេះកូនមានភ្ញៀវមកសុំស្នាក់នៅជាមួយត្រីចំណាស់ដែលអង្គុយផ្អែកជញ្ជាំងឫស្សីក្បែរភ្នក់ភ្លើងព្យាយាមងើបមើលទាំងពិបាករួចពោលថាភ្ញៀវមកពីណាកូនខិនផ្ទះយើងក្រណាស់ប៉ុន្តែមិនអីទេបើគេមានទុក្ខធុរៈមកសុំរស់នៅក៏ឲ្យគេសម្រាកទៅចាត់ទុកជាបុណ្យកុសលដល់ផ្ទះយើងចុះនៅពេលចន្ទ្រាដើរចូលមកក្នុងពន្លឺភ្លើងព្រិលនាងក៏ចូលទៅសំពះស្ត្រីចំណាស់ដោយក្តីអោនលំទោនខិនមានអារម្មណ៍ចម្លែកចិត្តណាស់ដែលស្រីក្រមុំមើលទៅដូចជាអ្នកកំពុងពោះម្នាក់នេះបែរជាមិនប្រកាន់នឹងភាពកខ្វក់ឬក្លិននៃជំងឺឡើយចន្ទ្រាសួរដេញដោលពីអាការៈជំងឺរបស់ម្ដាយខិនដោយក្តីបារម្ភខិនស្រពោនចិត្តរួចនិយាយថាអង្ករក្នុងឆ្នាំងអស់ហើយម៉ែនៅសល់តែមើមដំឡូង2 3ដែលម៉ែជីកទុកទេបងនឹងយកមកដុតចែកគ្នាហូបម្នាក់បន្តិចចុះប៉ុន្តែភ្លាមនោះចន្ទ្រាដើរទៅក្បែរក្អមទឹកចាស់នៅជ្រុងបន្ទប់រួចនិយាយដោយសំឡេងទន់ភ្លន់ថាបងខិនបងមើលច្រឡំឬទេអូនឃើញមានអង្ករនៅទីនេះនៅក្នុងកញ្ជើហើយមានយ៉ាងច្រើនខិននឹងម្ដាយភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគេដឹងច្បាស់ថាអង្ករបានអស់តាំងពីម្សិលមិញមកម្លេះប៉ុន្តែនៅពេលដែលគេដើរទៅមើលបែរជាឃើញអង្ករក្រអូបពេញកញ្ជើដែលធ្លាប់តែទទេស្អាតនោះពិតមែនមិនត្រឹមតែប៉ុណ្ណោះចន្ទ្រាបានយកឬឈើចម្លែកមួយចេញពីស្បៃនាងសន្សំឈូសឬឈើនោះដាក់ទៅក្នុងចានដីដុតលាយជាមួយនឹងទឹកស្អាតរួចហុចឲ្យម្ដាយខិនផឹកម៉ែផឹកទឹកនេះទៅស្អែកម៉ែនឹងមានអារម្មណ៍ថាដូចជាកាត់ជាថ្មីអញ្ចឹងស្ត្រីចំណាស់ផឹកទឹកថ្នាំនោះដោយមិនរីករេមិនយូរប៉ុន្មានសំឡេងក្អកដែលធ្លាប់តែឮញឹកញាប់ក៏ស្ងាត់បាត់ទៅគាត់ក៏កេងលក់យ៉ាងស្កប់ស្កល់ជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំពេញមួយយប់នោះខិនដេកមិនលក់ឡើយគេដេកសម្លឹងមើលទៅស្រមោលរបស់ចន្ទ្រាដែលអង្គុយស្ងៀមនៅជ្រុងមួយនៃបន្ទប់ដោយអារម្មណ៍ពោពេញទៅដោយសំណួរតើនាងជានរណានាងមកពីណាហេតុអ្វីនាងត្រូវមកជួយគ្រួសារដ៏ទាបថោកដូចគេបែបនេះលុះព្រឹកព្រលឹមពន្លឺព្រះអាទិត្យចាំងចូលតាមប្រឡោះជញ្ជាំងឫស្សីខិនភ្ញាក់ឡើងដោយអារម្មណ៍ស្រស់ស្រាយប្លែកគេហៅរកចន្ទ្រាប៉ុន្តែគ្មានសំឡេងឆ្លើយតបឡើយនៅពេលដែលគេដើររុករកពេញខ្ទមស្រីក្រមុំរូបនោះបានបាត់ខ្លួនដោយគ្មានដែនបន្សល់ទុកតែក្លិនក្រអូបប្រហើរភាយពេញអាកាសប៉ុន្តែអ្វីដែលធ្វើឲ្យគេនិងម្ដាយត្រូវភ្ញាក់ផ្អើលរហូតដល់ធ្លាក់ស្លើមនោះគឺនៅក្នុងផ្ទះបាយបច្ចុប្បន្នមានទាំងស្រូវនិងអង្ករគោដូចភ្នំពេញជ្រុងបន្ទប់ហើយអ្វីដែលសំខាន់បំផុតគឺម្ដាយរបស់ខិនអាចក្រោកឈរដើរចុះឡើងយ៉ាងរហ័សរហួនផ្ទៃមុខដែលធ្លាប់តែស្លេកស្លាំងប្រែជាមានឈាមជ័ររាងកាយដែលធ្លាប់តែទ្រុឌទ្រោមបែរជាមើលទៅរឹងមាំដោយការនៅក្មេងម៉ែជាហើយមែនទេខិនស្រែកសួរដោយក្តីរំភើបម្ដាយតបទាំងទឹកភ្នែករលីងរលោងថាជាហើយកូនជាដាច់ផឹងតែម្ដងម៉ែមានកម្លាំងដោយកាលនៅក្រមុំអញ្ចឹងម៉ែថាស្រីម្នាក់នោះមិនមែនជាមនុស្សធម្មតាឡើយកូនប្រហែលជានាងជាទេពអប្សរចុះមកប្រស័ត្វលោកយើងហើយខិនសម្លឹងទៅកាន់ព្រៃជ្រៅដែលគេធ្លាប់ជួបនាងកាលពីម្សិលមិញក្នុងចិត្តរបស់គេពេលនេះមិនមែនត្រឹមតែសេចក្តីដឹងគុណនោះទេប៉ុន្តែគឺជាសេចក្តីនឹករលឹកដែលចាក់ឫសយ៉ាងជ្រៅគេសម្រេចចិត្តថាថ្ងៃនេះគេត្រូវតែត្រឡប់ទៅអាងថ្មនោះម្ដងទៀតដើម្បីតាមរកចន្ទ្រាស្រីក្រមុំដ៏អាចកំបាំងដែលគេមិនអាចបំភ្លេចបានអស់មួយជីវិតពន្លឺថ្ងៃខ្ចីនៃព្រឹកថ្ងៃថ្មីចាំមកលើជាយព្រៃខិនបោះជំហានតាមផ្លូវដដែលដែលគេធ្លាប់ស្គាល់ប៉ុន្តែអារម្មណ៍ក្នុងចិត្តរបស់គេមិនដូចមុនទៀតឡើយរាល់ជំហានដែលគេជន់ទៅលើស្លឹកក្រៀមសុទ្ធតែមានរូបភាពផ្ទៃមុខរបស់ចន្ទ្រាវិលវល់ក្នុងក្បាលគេចេះតែសួរខ្លួនឯងថាតើនាងជានរណាហើយនាងមកពីណាឲ្យពិតប្រាកដ
នៅពេលដែលមកដល់អាងថ្មធម្មជាតិដដែលទឹកក្នុងអាងនៅតែថ្លាឆ្មង់ដូចជាកំពុងរងចាំការត្រឡប់មកវិញរបស់នរណាម្នាក់នាយខិនអង្គុយចុះក្បែរមាត់ថ្មសម្លឹងទៅបាតទឹកដោយសង្ឃឹមថានឹងបានឃើញស្រមោលឆំឆាយម្ដងទៀតចន្ទ្រាអូននៅឯណាបងត្រឡប់មករកអូនវិញហើយនាយខិនខ្សឹបប្រាប់ខ្យល់ប៉ុន្តែមានតែសំឡេងស្លឹកឈើដែលតាមរេរតាមខ្យល់ជាចម្លើយគេព្យាយាមសម្លឹងទៅមើលជុំវិញរហូតដល់កែវភ្នែកឈប់ត្រង់ផ្ទះថ្មធំមួយនៅក្រោយមាត់ទឹកធ្លាក់ដែលមើលទៅហាក់ដូចជាអាចកំបាំងជាងរាល់ដងរំពេចនោះស្រមោលរូបរាងដែលធ្លាប់ស្គាល់ក៏សន្សឹមដើរចេញមកពីក្រោយចន្ទ្រាបានបង្ហាញខ្លួនឡើងវិញមកជាមួយនឹងស្នាមញញឹមដ៏ស្រស់បំព្រងដូចជាដួងច័ន្ទនៅក្នុងថ្ងៃពេញបូរមីនាងមិនបានពោលពីអ្វីឡើយគ្រាន់តែបកដៃហៅឲ្យនាយខិនដើរមកតាមនាងខិនមិនបង្អង់យូរឡើយគេសម្រេចចិត្តបោះជំហានឆ្លងកាត់ទាំងថ្មនិងគុំបន្លែមើលទៅដូចជាសុខទ្រព្យប៉ុន្តែគ្រាន់តែដើរផុតដង្ហើមព្រៃប៉ុន្មានជំហានតែប៉ុណ្ណោះរូបភាពនៅចំពោះមុខគេក៏ប្រែទៅជាភាពអស្ចារ្យដែលមិនដែលនឹកស្មានដល់ព្រៃជ្រៅដែលធ្លាប់តែគួរឲ្យខ្លាចបានរលាយបាត់អស់ខ្លាចទៅជាព្រៃឈើដ៏ស្រស់ស្អាតសងខាងផ្លូវលំអដោយផ្កាព្រៃក្រអូបភាយមានភូមិរៀបចំយ៉ាងមានរបៀបរៀបរយផ្ទះនីមួយធ្វើអំពីឈើប្រណិតដុសខាត់រលោងស្រិលចាំងនឹងពន្លឺថ្ងៃមនុស្សម្នាក្នុងភូមិដើរឆ្លងកាត់គ្នាដោយផ្ទៃមុខញញឹមស្រស់ស្រាយសម្បុរពួកគេម៉ត់ខៃដូចអ្នកមានសិលគ្រប់គ្នាបានឈប់សួរសុខទុក្ខចន្ទ្រាដោយសម្លេងទន់ភ្លន់ហើយសម្លឹងមើលមុខនាយខិនដោយកែវភ្នែករាប់អានយ៉ាងចម្លែកចន្ទ្រានាំនាយខិនមកឈប់នៅផ្ទះឈើធំជាងគេដែលស្ថិតនៅចំកណ្ដាលភូមិនៅលើផ្ទះមានបុរសចំណាស់ម្នាក់អង្គុយរង់ចាំជាស្រេចលោកមានរស្មីនៃក្តីមេត្តាភាចេញមករហូតធ្វើឲ្យនាយខិនមានអារម្មណ៍ថាត្រូវតែអោនសំពះដោយស្វ័យប្រវត្តិបងខិននេះគឺជាពុករបស់អូនលោកគឺជាលោកមេភូមិនៅទីនេះចន្ទ្រាណែនាំដោយសំឡេងផ្អែមឪពុករបស់នាងញញឹមទទួលរួចពោលដោយសំឡេងធ្ងន់ផ្អែមថាអញ្ជើញអង្គុយចុះសិនមកកូនកំឡោះផឹកទឹកផ្កាម្លិះនេះឲ្យត្រជាក់ចិត្តសិនចុះពួកយើងដឹងថាឯងនឹងមកហើយយើងក៏ដឹងថាឯងគឺជាមនុស្សដែលមានសីលធម៌និងកតញ្ញូទើបអាចបោះជំហានឆ្លងកាត់ភូមិអាត់កំបាំងនេះចូលមកបាននាយខិនទទួលផ្សើលទឹកមកផឹកក្លិនផ្កាម្លិះព្រៃធ្វើឲ្យគេមានអារម្មណ៍ស្រឡះក្នុងចិត្តបុរសចំណាស់សម្លឹងមើលខិនយ៉ាងពិនិត្យរួចពោលបន្តថានៅក្នុងទីក្រុងដ៏អាត់កំបាំងរបស់យើងមានទំនៀមទម្លាប់តគ្នាតាំងពីបុរាណកាលមកថាបើស្រីក្រមុំណាម្នាក់មានចិត្តប្រតិពលហើយនោះបុរសនោះឡើងមកដល់ផ្ទះបែបនេះនោះមានន័យថាអ្នកទាំងពីរគឺជាគូព្រេងនឹងគ្នាតាមវាសនាដែលបានសាងរួមគ្នាមកនាយខិនគៀងស្មារតីមួយសន្ទុះបេះដូងលោតញាប់ដោយក្តីត្រេកអរប៉ុន្តែបង្កប់ដោយក្តីបារម្ភលោកតារូបខ្ញុំនេះក្រីក្រណាស់ត្រឹមតែជាអ្នកព្រៃភ្នំតើមានសមត្ថភាពឯណាទៅសមនឹងនាងចន្ទ្រាដែលស្អាតដូចទេពអប្សរបែបនេះបុរសចំណាស់លើកដៃហាមរួចសើចតិចថានៅទីនេះយើងមិនវាស់វែងគ្នានឹងទ្រព្យសម្បត្តិឡើយកូនប្រុសយើងវាស់វែងគ្នាទៅលើសច្ចៈនិងសិលធម៌ប្រសិនបើឯងមានភាពស្មោះត្រង់និងមិនបៀតបៀនជីវិតសត្វលោកឯងគឺជាមនុស្សដែលស័ក្តិសមបំផុតក្នុងការធ្វើជាកូនប្រសារនៅទីក្រុងដ៏អាត់កំបាំងនេះហើយមិនយូរប៉ុន្មានសំឡេងស្គរនិងសំឡេងតន្ត្រីក៏បន្លឺឡើងតិចអ្នកភូមិចាប់ផ្ដើមនាំគ្នាលើកពានបាយសីដែលគេដេកពីស្លឹកចេកយ៉ាងប្រណិតមកដាក់នៅចំពីមុខនាយខិននិងចន្ទ្រាដែលត្រូវបានគេរៀបចំឲ្យអង្គុយទន្ទឹមគ្នានាយខិនមានអារម្មណ៍ដូចជារស់នៅក្នុងសុបិនដ៏ស្រស់បំព្រងបំផុតក្នុងជីវិតកូនក្រមុំរបស់គេអង្គុយក្បែរខ្លួនក្លិនក្រអូបពីខ្លួននាងធ្វើឲ្យគេមានអារម្មណ៍ថាពិភពលោកទាំងមូលមានតែគេនិងនាងតែប៉ុណ្ណោះចាស់ទុំនៅក្នុងភូមិជាច្រើនអ្នកបានផ្លាស់ប្ដូរគ្នាចូលមកចងខ្សែអំបោះពណ៌សលើដៃអ្នកទាំងពីរព្រមទាំងសូត្រមន្តជ័យមង្គលគាថាដោយសំនៀងយ៉ាងពិរោះរណ្ដំប៉ុន្តែមុននឹងពិធីបញ្ចប់ទៅឪពុករបស់ចន្ទ្រាបានចូលមកចិត្តរួចពោលដោយទឹកមុខមើងម៉ាត់ថាខិនអើយពេលនេះឯងបានក្លាយទៅជាសមាជិកនៃទីក្រុងដ៏អាត់កំបាំងយ៉ាងពេញតួហើយ
ឯងនឹងមានជីវិតដ៏សុខសប្បាយមិនស្គាល់នៅភាពអត់ឃ្លានដ៏សែនលំបាកទៀតឡើយប៉ុន្តែឯងត្រូវចាំច្បាប់ដែករបស់ពួកយើងឲ្យជាប់ណាមាន3ប្រការសំខាន់ទី1ហាមសម្លាប់សត្វជាដាច់ខាតមិនថាជីវិតសត្វនោះតូចឬធំក៏ដោយទី2ហាមនិយាយកុហកភូតភរសូម្បីតែពាក្យកណ្ដាលម៉ាត់ទី3ឯងត្រូវតែមានសច្ចៈចំពោះពាក្យសម្ដីខ្លួនឯងប្រសិនបើឯងរំលោភច្បាប់ទាំង3នេះសូម្បីតែម្ដងឯងនឹងត្រូវបណ្តេញចេញហើយគ្មានថ្ងៃនឹងបានឃើញមុខប្រពន្ធនិងកូនរបស់ឯងទៀតឡើយអស់មួយជីវិតយាយខិនងក់ក្បាលទទួលពាក្យយ៉ាងមុតមាំខ្ញុំសូមសន្យាដោយជីវិតខ្ញុំថាខ្ញុំនឹងរក្សាសិលនិងសច្ចៈឲ្យលើសពីអ្វីៗទាំងអស់ដើម្បីបាននៅថែរក្សាចន្ទ្រាជារៀងរហូតតទៅចន្ទ្រាសម្លឹងមើលមុខស្វាមីដោយក្តីរំភើបប៉ុន្តែនាងបែរជាលាក់បាំងកៅភ្នែកបារម្ភយ៉ាងនៅខាងក្នុងព្រោះនាងដឹងច្បាស់ថាចរិតធម្មជាតិរបស់មនុស្សលោកច្រើនតែចាញ់នៅភាពស្រេកឃ្លាននិងកំហឹងបានយ៉ាងងាយពេលវេលាកន្លងផុតទៅរាប់ឆ្នាំជីវិតរបស់នាយខិននៅក្នុងទីក្រុងដ៏អាថ៌កំបាំងពោរពេញទៅដោយក្តីសុខគេបានរៀនធ្វើស្រែចម្ការតាមរបៀបអ្នកនៅទីនោះគឺដាំដំណាំហូបនិងចែករំលែកគ្មានការស្តុកទុកឬដណ្ដើមគ្នាឡើយរហូតដល់ថ្ងៃមួយសេចក្តីសុខរបស់គេកាន់តែមានទ្វេដងនៅពេលដែលចន្ទ្រាបានសម្រាលកូនប្រុសតូចម្នាក់ដែលមានមុខមាត់គួរឲ្យស្រឡាញ់សម្បុរមាត់ខៅដោយម្ដាយនិងមានកែវភ្នែកស្មោះត្រង់ដោយឪពុករាល់ថ្ងៃមុននឹងចេញទៅធ្វើការនាយខិនតែងតែលើកកូនតូចមកថើបពណ៌និងសម្លឹងមើលភរិយាដែលកំពុងរៀបចំបាយទឹកដោយក្តីសុខសាន្តគេធ្លាប់គិតថាខ្លួនឯងគឺជាមនុស្សដែលមានសំណាងជាងគេលើពិភពលោកដែលបានរំដោះខ្លួនចេញពីភាពក្រីក្រនិងបានគ្រប់គ្រងគូជាមួយនឹងស្រីក្នុងសុបិនប៉ុន្តែទន្ទឹមនឹងសេចក្តីសុខដ៏បរិបូរណ៍នោះលបងនៃសច្ចភាពកំពុងតែចាប់ផ្ដើមឡើងយ៉ាងស្ងៀមស្ងាត់បំផុតវាលស្រែនៅទីក្រុងដ៏អាថ៌កំបាំងសម្បូរទៅដោយត្រីតូចធំហែលប្រដេញគ្នាតាមប្រឡាយទឹកពួកវាមិនដែលខ្លាចមនុស្សឡើយព្រោះគ្មាននរណាម្នាក់ដែលធ្លាប់ធ្វើបាបវានីខិនតែងតែឃើញត្រីរស់ធំដែលមើលទៅគួរឲ្យចង់ហូបបញ្ចេញខ្លួនលេងទឹកជាញឹកញាប់នៅពេលដែលគេហត់នឿយខ្លាំងពីការងារស្មារតីនៃព្រានព្រៃដែលធ្លាប់មានពីមុនក៏ចាប់ផ្ដើមលេចឡើងបន្តិចម្ដងគេព្យាយាមទប់ចិត្តនិងនឹកដល់ពាក្យសន្យាប៉ុន្តែចំណង់អាហាររបស់មនុស្សលោកដែលធ្លាប់សាំនឹងការហូបសាច់សត្វបានចាប់ផ្ដើមមកកេះបេះដូងគេបន្តិចម្ដងដោយគេមិនដឹងខ្លួនទាល់តែសោះរសៀលមួយមេឃអាប់អួរបង្កជាពពកភ្លៀងនាយខិនភ្ជួរស្រែរហូតដល់ឃ្លានខ្លាំងគេទន្ទឹងរង់ចាំចន្ទ្រាយកបាយទឹកមកឲ្យប៉ុន្តែហាក់ដូចជាថ្ងៃនេះនាងមកយឺតជាងរាល់ដងភាពឃ្លានធ្វើឲ្យគេចាប់ផ្ដើមងងឹតមុខនិងមួម៉ៅកែវភ្នែករបស់គេសម្លឹងទៅកាន់ត្រីធំ 3-4 ក្បាលដែលហែលនៅក្បែរនោះត្រីតែមួយក្បាលប្រហែលជាគ្មានអ្នកណាឃើញទេដឹងគេរអ៊ូតែម្នាក់ឯងដោយក្តីប្រមាថគេងាកឆ្វេងងាកស្ដាំនៅពេលដែលគេឃើញថាគ្មានមនុស្សគេក៏សម្រេចចិត្តចាប់ត្រីទាំងនោះមកបានកាត់ភ្លើងតូចមួយរួចដុតហូបយ៉ាងតក់ក្រហល់ក្លិនត្រីដុតដល់ក្រអូបឈ្ងុយឈ្ងប់ធ្វើឲ្យគេភ្លេចនៅអស់ពាក្យសន្យាដែលគេធ្លាប់ផ្ដល់ឲ្យនៅពេលគេហូបរួចគេប្រញាប់ចេញគ្រុនដៅកប់ឆ្អឹងត្រីនិងពន្លត់ភ្នក់ភ្លើងយ៉ាងលឿនធ្វើដូចជាគ្មានអ្វីកើតឡើងប៉ុន្តែនៅពេលចន្ទ្រាដើរកាន់កញ្ជើបាយមកដល់នាងក៏ឈប់ត្រឹងរួចសម្លឹងមើលមុខគេទាំងទឹកភ្នែករលេងរលោងបងខិនហេតុអ្វីបងធ្វើបែបនេះបងដឹងទេថាក្លិននៃសេចក្តីស្លាប់វាភីពេញវាលស្រែដ៏អាថ៌កំបាំងនេះអស់ទៅហើយនាយខិនភ័យតក់ស្លុតបែរជាធ្វើពុតថាអូននិយាយពីរឿងអ្វីបងចាំអូនរហូតដល់ឃ្លានស្ទើរដាច់ពោះមិនឃើញមានរឿងអ្វីកើតឡើងផងចន្ទ្រាដកដង្ហើមធំរួចពោលថាកុំកុហកអូនអីបងខិនច្បាប់ទី1និងច្បាប់ទី2របស់បងត្រូវបំបែកហើយអូនសូមប្រមានបងជាលើកដំបូងបើមានលើកទី2និងលើកទី3ពួកយើងច្បាស់ជាត្រូវប្រត់គ្នាជាអមតៈមិនខាននាយខិនចាប់ផ្ដើមព្រឺចង្ខ្នងភ្លាមនៅពេលឃើញស្រមោលនៃសេចក្តីទុក្ខសោកក្នុងការភ្នែករបស់ប្រពន្ធក្រោយមកនាយខិនព្យាយាមទប់កិលេសក្នុងចិត្តយ៉ាងខ្លាំងគេរស់នៅដោយក្តីភ័យខ្លាចកៅភ្នែករបស់អ្នកភូមិដែលធ្លាប់តែសម្លឹងដោយក្តីកោតសរសើរបែរជាប្រែមកជាក្តីសង្វេគទៅវិញថ្ងៃមួយចន្ទ្រាត្រូវតែទៅជួយការងារនៅស្រែឆ្ងាយនាងក៏ផ្ដាំផ្ញើឲ្យបងខិន
មើលថែកូនតូចនៅផ្ទះតែម្នាក់ឯងកម្ដៅថ្ងៃរសៀលធ្វើឲ្យអាកាសធាតុក្តៅហប់នីខិននាំកូនមកអង្គុយលើកំទេលក្រោមដើមឈើនៅក្បែរផ្ទះកូនតូចវ័យកំពុងគួរឲ្យស្រឡាញ់កំពុងចេះវានិងបញ្ចេញសំឡេងឆ្លងឆ្លើយធ្វើឲ្យនីខិនរលាយអស់ក្តីបារម្ភប៉ុន្តែរឿងដែលនឹកស្មានមិនដល់ក៏កើតឡើងខ្យល់បក់មកមួយប្រាវធ្វើឲ្យមែកឈើហុំអង្គើហើយសម្បុកអង្ក្រងដ៏ធំដែលនៅលើដើមឈើក៏បែកធ្លាក់ចុះមកក្រងរាប់ពាន់រាប់ម៉ឺនក្បាលបានធ្លាក់មកប្រងមកលើខ្លួនកុមារតូចទីរੂដល់កំសត់យំស្រែកដោយការឈឺចាប់នៅពេលត្រូវអង្ក្រងព្រួតខាំពេញរាងកាយនីខិនស្លុតស្មារតីបំផុតគេប្រញាប់បោះអង្ក្រងចេញពីខ្លួនកូនប៉ុន្តែកាន់តែបោះកាន់តែខាំរហូតដល់ស្បែកកូនតូចឡើងក្រហមជុំពេញខ្លួនសេចក្តីស្រឡាញ់ចំពោះកូនបូករួមនឹងកំហឹងដែលផ្ទុះឡើងយ៉ាងលឿនធ្វើឲ្យនីខិនភ្លេចអស់សតិនិងពាក្យសន្យាគេលើកកូនទៅដាក់កន្លែងមានសុវត្ថិភាពរួចងាកមកដើមឈើនោះវិញដោយកែវភ្នែកកំណាចពួកឯងហ៊ានណាស់ដែលមកធ្វើបាបកូនអញគេស្រែករួចចាប់ផ្ដើមយកដុំអុសដែលមានភ្លើងឆេះសន្ធោសន្ធៅនៅក្នុងចង្ក្រានដើរទៅដុតសម្បុកអង្ក្រងនិងសត្វអង្ក្រងដែលកំពុងវាននៅលើដីនិងលើដើមឈើយ៉ាងសាហាវឃោរឃៅក្លិនខ្លោចនៃសត្វអង្ក្រងរាប់ពាន់រាប់លានក្បាលភាយពេញបរិវេណព្រមជាមួយនឹងសេចក្តីស្លាប់ដែលរីករាយក្នុងមួយពព្រិចភ្នែករំពេចនោះសំឡេងស្គរដែលគេធ្លាប់ឮក្នុងរោងការក៏បន្លឺឡើងយ៉ាងរំពងប៉ុន្តែសំឡេងស្គរលើកនេះបែរជាស្អកស្អានិងមានអំណាចគួរឲ្យខ្លាចអ្នកក្រុងដោយអាចកំបាំងដែលនៅឆ្ងាយៗក៏លេចមុខចោមរោមផ្ទះរបស់គេយ៉ាងលឿនចន្ទ្រារត់មកពីស្រែទាំងទឹកមុខស្លេកស្លាំងចន្ទ្រាបានសម្លឹងមើលភ្នក់ភ្លើងដែលកំពុងរលត់និងសាកសពសត្វអង្ក្រងដែលខ្លោចខ្ទាតពេញដីនាងបានទន់ជង្គង់ដួលសន្លប់ទាំងទឹកភ្នែកហូរដូចដីបាក់ទ្រនប់ថាដូចជាបេះដូងត្រូវកាត់ជាកង់បុរសចំណាស់ដែលជាមេភូមិបានបោះជំហានចេញមកដោយទឹកមុខស្ងប់ស្ងាត់ប៉ុន្តែបង្កប់ដោយភាពម៉ឺងម៉ាត់បំផុតខិនអើយឯងបានរំលោភច្បាប់សច្ចៈលើកទី2និងលើកទី3ក្នុងពេលតែមួយហើយទាំងការសម្លាប់សត្វដោយកំហឹងនិងការបាត់បង់សច្ចៈដែលខ្លួនធ្លាប់សន្យានឹងបៀតបៀនអ្វីទាំងអស់របស់សត្វនៅក្នុងទីក្រុងនេះនៅពេលនីខិនដឹងខ្លួនឡើងវិញគេទម្លាក់កំណាត់ឈើនៅក្នុងដៃចុះរួចក្រាបសំពះទាបជើងបុរសចំណាស់លោកតាខ្ញុំខកហើយខ្ញុំធ្វើបែបនេះក៏ព្រោះតែស្រឡាញ់កូនពេកសូមលោកតាមេត្តាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតចុះចន្ទ្រាដើរចូលមកអោបកូនតូចជាប់នឹងទ្រូងនាងសម្លឹងមើលមុខស្វាមីតាមរយៈវាំងននទឹកភ្នែកបងខិនអូនបានប្រាប់បងហើយមែនទេច្បាប់របស់ពួកយើងគឺជាអមតៈព្រំលិខិតដែលបងបានសាងឡើងវាធ្ងន់ធ្ងរពេកលើសពីអ្នកណានឹងអាចកែខៃបានបងបានសម្លាប់សត្វដោយចិត្តសាហាវឃោរឃៅក្នុងវិសាលភាពដ៏បរិសុទ្ធមួយនេះបច្ចុប្បន្នក្រុងដ៏អាចកំបាំងនឹងត្រូវបិទស្លាប់សម្រាប់បងជារៀងរហូតហើយនៅពេលការពិតបានបង្ហាញច្បាស់ថាគេមិនអាចនៅទីនេះបានទៀតឡើយបរិយាកាសជុំវិញខ្លួនចាប់ផ្ដើមស្រអាប់ទៅភូមិដ៏ស្រស់ស្អាតចាប់ផ្ដើមប្រែទៅជាព្រៃព្រឹក្សាដ៏សែនជ្រៅចន្ទ្រាបង្ខំចិត្តដើរចូលមកក្បែរនាយខិនជាលើកចុងក្រោយនាងហុចក្រណាត់សូត្រពណ៌ក្រហមឆ្អៅដែលជាទ្រព្យចុងក្រោយសម្រាប់ទុកឲ្យគេមើលជាតំណាងមុខនាងបងខិនវាសនាបងនិងអូនអស់ត្រឹមនេះហើយបងចូលត្រឡប់ទៅមើលថែម្ដាយនៅពិភពមនុស្សវិញចុះនាងពោលបន្តទាំងសំឡេងញ័រញាក់ក្រណាត់សូត្រនេះមានមុនវិជាទីក្រុងដ៏អាចកំបាំងជាប់ជាមួយប៉ុន្តែវាអាចប្រើបានតែម្ដងគត់ប្រសិនបើថ្ងៃណាមួយបងនឹកអូននិងកូនរហូតដល់ទ្រាំមិនបានចូលទៅកាន់អាងថ្មនៅក្នុងចម្ការរបស់បងរួចក្រវីក្រឡាត់នេះ3ដងហើយអធិដ្ឋានសូមជួបពួកយើងបងនឹងបានឃើញមុខពួកយើងត្រឹមតែមួយដង្ហើមធំប៉ុណ្ណោះដើម្បីជាការលាគ្នាជាផ្លូវការហើយបន្ទាប់ពីនោះពួកយើងនឹងមិនបានជួបគ្នាទៀតឡើយជាដាច់ខាតនាយខិនបើកភ្នែកឡើងវិញគេឃើញខ្លួនឯងកំពុងតែដេកផ្អឹបនឹងមាត់អាងថ្មក្នុងសភាពដដែលដោយការថ្ងៃដំបូងដែលគេបានជួបចន្ទ្រាប៉ុន្តែសម្លៀកបំពាក់របស់គេមើលទៅចាស់និងស្លេកស្លាំងជុំវិញខ្លួនគ្មានភូមិករគ្មានផ្ទះឈើរលងឡើយមានតែព្រៃត្រុតត្រោមនិងសំឡេងសត្វល្អិតយំទ្រហោអង្កង
នាយខិនដើរទាំងត្រឡប់ត្រលិនមកកាន់តូមចាស់របស់គេវិញមកដល់ផ្ទះគេឃើញម្ដាយកំពុងអង្គុយហាលអង្ករលើឫស្សីស្ត្រីចំណាស់សម្លឹងមកគេដោយការភ្នែកធំអូយកុំមកលោកមិនឡាច់ម៉ែអីកូនតើខ្មោចព្រាយបិសាចឯណាបន្លំខ្លួនជាកូនរបស់អញបែបនេះនាយខិនយំសោកបោកខ្លួនរួចក្រាបសំពះបាតជើងម្ដាយម៉ែនេះគឺជាខិនណាម៉ែកូនម៉ែត្រឡប់មកវិញហើយនៅពេលស្ត្រីចំណាស់ចាប់ផ្ដើមតាំងស្មារតីបានគាត់ក៏រៀបរាប់ទាំងទឹកភ្នែកថាខិនបានបាត់ខ្លួនចូលទៅក្នុងព្រៃអស់រយៈពេល1ឆ្នាំពេញហើយគាត់ស្មានតែខិនស្លាប់បាត់ទៅហើយប៉ុន្តែដែលគាត់អាចរស់នៅបានដល់សប្តាហ៍ថ្ងៃក៏ព្រោះតែអង្គនិងថ្នាំទឹកដែលចន្ទ្រាបានបន្សល់ទុកឲ្យនាយខិនរៀបរាប់រឿងរ៉ាវទាំងអស់នៅក្នុងទីក្រុងដ៏អាថ៌កំបាំងឲ្យម្ដាយស្ដាប់ទាំងអួលដើមកទោះបីជាម្ដាយមិនយល់រឿងក្រៅទាំងនោះប៉ុន្តែគាត់ដឹងច្បាស់ថាកូនប្រុសរបស់គាត់បានបាត់បង់របស់ដែលជាទីស្រឡាញ់បំផុតនៅក្នុងជីវិតបាត់ទៅហើយខិនអង្គុយអោបក្រណាត់សូត្រពណ៌ក្រហមជាប់ទ្រង់សម្លឹងមើលទៅជើងមេឃឆ្ងាយក្នុងសុបិនរាល់យប់គេឃើញតែស្នាមញញឹមរបស់ចន្ទ្រានិងសំឡេងរបស់កូនយំរហូតដល់ថ្ងៃសេចក្តីនឹករលឹកឡើងដល់កម្រិតកំពូលគេក៏សម្រេចចិត្តប្រាប់ម្ដាយថាម៉ែស្អែកនេះកូននឹងប្រើវេទមន្តវិជ្ជាក្នុងក្រណាត់សូត្រនេះកូនចង់ឃើញមុខប្រពន្ធនិងកូនរបស់កូនចុងក្រោយម៉ែទៅជាមួយកូនណាទៅមើលឲ្យច្បាស់នឹងភ្នែកថាកូនមិនបានភូតភរម៉ែឡើយព្រឹកថ្ងៃថ្មីហាក់ដូចជាមានពន្លឺអាប់អួរជាងរាល់ដងខ្យល់ត្រជាក់បក់កាត់ជ្រលកភ្នំរហូតដល់ស្លឹកឈើក្រៀមក្រំវិលវល់តាមខ្យល់នាយខិនគ្រារាងកាយដ៏ស្គមស្គាំងរបស់ម្ដាយសម្ដៅទៅកាន់អាងថ្មធម្មជាតិដដែលក្នុងទ្រង់របស់គេអឹបជាប់នៅក្រណាត់សូត្រពណ៌ក្រហមហាក់ដូចជាវាជាបេះដូងមួយទៀតរបស់គេអញ្ចឹងមកដល់អាងថ្មខិនឲ្យម្ដាយពួននៅក្រៅផ្ទាំងថ្មដ៏ធំមួយនៅឆ្ងាយបន្តិចតាមពាក្យដែលចន្ទ្រាធ្លាប់ផ្ដាំថាកុំឲ្យអ្នកក្រៅមករំខានដល់វិសាលភាពនៃសច្ចភាពខិនដើរចេញមកឈរត្រដែតនៅមាត់ទឹកគេបិទភ្នែកនឹកដល់ផ្ទៃមុខដ៏ស្រស់ស្អាតនិងក្លិនក្រអូបរបស់ចន្ទ្រានឹកដល់ការប៉ះពាល់ដ៏ធន់ភ្លន់របស់កូនតូចគេដកដង្ហើមវែងរួចលាតក្រណាត់សូត្រពណ៌ក្រហមក្រវីទៅក្នុងឱកាសការក្រវីលើកទី1ធ្វើឲ្យទឹកដែលកំពុងហូរប្រែជាឈរស្ងប់ស្ងាត់ត្រឹងការក្រវីលើកទី2ធ្វើឲ្យអពណ៌សចាប់ផ្ដើមភាយគ្រប់លំដាប់ពេញបរិវេណហើយនៅក្នុងការក្រវីលើកទី3វិញនីខិនស្រែកឡើងដោយសំឡេងញញែកទាំងមុខមាំថាដោយអំណាចនៃក្រណាត់សូត្រនិងសច្ចភាពដែលនៅសេសសល់នៅក្នុងចិត្តខ្ញុំសូមឲ្យខ្ញុំបានជួបកូននិងប្រពន្ធម្ដងទៀតចុះរំពេចនោះអាប់ដ៏ក្រាស់ក៏រលាយបាត់អស់រូបភាពនៅចំពោះមុខធ្វើឲ្យនីខិនទន់ជង្គង់ដួលភ្ងាក់ចន្ទ្រាឈរនៅទីនោះក្រងស្បៃពណ៌សដដែលក្នុងរង្វង់ដៃនាងមាន3កូនប្រុសតូចដែលពេលនោះមើលទៅធំជាងការពី3គ្នាក្មេងតូចបន្លឺសំឡេងហៅពុកពុកល្វើយតាមខ្យល់នីខិនស្ទុះទៅអោបប្រពន្ធកូនដោយក្តីរំភើបបំផុតគេថាថ្ពាល់កូនប្រុសទាំងទឹកភ្នែកហូរជោគថ្ពាល់ចន្ទ្រាបងនឹកអូនណាបងខុសហើយបងមិនចង់បែកពីអ្នកទាំងពីរឡើយចន្ទ្រាញញឹមដាក់គេទាំងទឹកភ្នែកដៃដ៏ស្រលន់របស់នាងអនឯផ្ទៃមុខស្វាមីដោយក្តីថ្នមបងខិនអូនក៏នឹកបងណាស់ដែរប៉ុន្តែពេលវេលានៅពិភពបងនិងពិភពអូនដើរមិនស្មើគ្នាឡើយហើយសច្ចៈដែលបែកបាក់ទៅហើយក៏មិនអាចផ្សារភ្ជាប់មកវិញបានដែរចូលប្រើពេលវេលាត្រឹមមួយដង្ហើមធំនេះដើម្បីកត់ត្រារូបភាពពួកយើងទុកក្នុងចិត្តបងឲ្យបានច្រើនបំផុតទៅចុះខណៈដែលនីខិនកំពុងផ្អែកក្បាលលើស្មាភរិយាគេនឹកឃើញថាម្ដាយកំពុងអង្គុយចាំប្រញាប់ងាកក្រោយបកដៃហាងម្ដាយម៉ែមកមើលឲ្យលឿនមកម៉ែនេះណែចន្ទ្រានិងចៅរបស់ម៉ែស្ត្រីចំណាស់ដែលពួនក្រៅផ្ទាំងថ្មប្រញាប់រត់ចេញមកដោយក្តីរំភើបប៉ុន្តែអ្វីដែលគាត់បានឃើញបែរជាធ្វើឲ្យគាត់ឈរត្រង់រួចញីភ្នែកម្ដងហើយម្ដងទៀតនៅក្នុងក្រសែភ្នែករបស់ស្ត្រីចំណាស់គាត់ឃើញត្រឹមតែកូនប្រុសរបស់គាត់ឈរនៅមាត់អាងថ្មដែលម្នាក់ឯងគត់ខិនកំពុងធ្វើកាយវិការដូចជាកំពុងត្រកងឲ្យមនុស្សម្នាក់នៅក្នុងអាកាសដ៏ទទេស្អាតកំពុងតែថើបភាពទទេនិងកំពុងតែជជែកលេងជាមួយខ្យល់អាកាសតែប៉ុណ្ណោះស្ត្រីចំណាស្រែកឡើងទាំងតក់ស្លុតខិនកូនសំឡាញ់តើកូនកាត់អ្វីនឹងម៉ែមិនឃើញអ្នកណាសោះម៉ែឃើញតែកូនឯងឈរអោបខ្យល់តែម្នាក់ឯងតើសំឡេងម្ដាយធ្វើឲ្យនាយខិនភ្ញាក់ខ្លួនព្រើតរួចងាកមកសួរទាំងងឿងឆ្ងល់ម៉ែនិយាយអីហ្នឹង
នេះណែចន្ទ្រាអង្គុយនៅត្រង់នេះហើយកូនប្រុសរបស់ខ្ញុំក៏នៅទីនេះដែរម៉ែមិនឃើញទេឬប៉ុន្តែនៅពេលនេះខិនងាកទៅរកចន្ទ្រាម្ដងទៀតគេក៏ឃើញរូបរាងភរិយានិងកូនចាប់ផ្ដើមរលាយខ្លាយទៅជាពណ៌សស្ដើងចន្ទ្រាផ្ញើស្នាមញញឹមដល់សែនគឹមក្រំឲ្យគេជាលើកចុងក្រោយបងខិនចាប់អស់ហើយវាសនារបស់ពួកយើងបងចុះថែរក្សាខ្លួននឹងម៉ែឲ្យបានល្អណាកុំអីចន្ទ្រាកុំទៅអីនាយខិនចាប់ដៃនាងប៉ុន្តែដៃរបស់គេបែរជាលុកធ្លុះរាងកាយនោះដូចជាចាប់ខ្យល់អាកាសធាតុអញ្ចឹងសំឡេងហៅពុករបស់កូនតូចក៏សន្សំខ្សោយទៅរហូតខ្លាយទៅជាសំឡេងខ្យល់បក់កាត់ផ្ទាំងថ្មហើយនៅក្នុងមួយពព្រិចភ្នែកវាស្មៅដែលធ្លាប់តែខៀវស្រងាត់ក៏ប្រែជាព្រៃរុករាក់វិញយ៉ាងអាតកំបាំងទីក្រុងអាតកំបាំងបានបិទស្លាប់ជារៀងរហូតបន្សល់ទុកនៅតែនាយខិនដែលឈរក្រវីកន្សែងកណ្ដាលព្រៃជាមួយក្រណាត់សូត្រពណ៌ក្រហមក្នុងដៃដែលក្នុងបច្ចុប្បន្នវាបានប្រែជាពណ៌ស្លេកស្លាំងคล้ายទៅជាកំទេចក្រណាត់ចាស់មួយផ្ទាំងនាយខិនខ្ទប់មុខយំសោកបោកខ្លួនស្ទើរតែដាច់ខ្យល់សេចក្តីទុក្ខលើកនេះធំធេងជាងពេលណាទាំងអស់ព្រោះគេដឹងច្បាស់ថាទោះបីជាគេក្រវីក្រណាត់នេះរាប់ម៉ឺនដងទៀតឬក៏រងចាំរហូតដល់ផុតដង្ហើមក៏គេគ្មានថ្ងៃបានឃើញរូបភាពនោះម្ដងទៀតឡើយស្ត្រីចំណាស់ដើរចូលមកអោបកូនប្រុសដោយក្តីសង្វេគគាត់យល់ច្បាស់ថាពិភពលោករបស់កូននិងពិភពលោករបស់ទេពអប្សរទាំងនោះវាឆ្ងាយគ្នាខ្លាំងណាស់ចាប់តាំងពីថ្ងៃនោះមកនាយខិនបានក្លាយទៅជាមនុស្សស្ងៀមស្ងាត់គេប្រើជីវិតដែលនៅសេសសល់យ៉ាងសាមញ្ញបំផុតតាមពាក្យប្រដៅនៃទីក្រុងអាតកំបាំងគេមិនដែលសម្លាប់សត្វនិងប្រកាន់ខ្ជាប់នៅសញ្ចៈវិចាយ៉ាងតឹងរឹងបំផុតខិនខំប្រឹងធ្វើការចិញ្ចឹមម្ដាយរហូតដល់វិនាទីចុងក្រោយនៃជីវិតរបស់គាត់អង្គនិងឬថ្នាំទិព្វដែលចន្ទ្រាឲ្យមកនៅតែមានលើសលប់សម្រាប់ចែករំលែកដល់អ្នកភូមិផ្សេងទៀតរហូតដល់គេខ្លាចទៅជាមនុស្សដែលគ្រប់គ្នាគោរពរាប់អាននៅក្នុងនាមជាអ្នកមានចិត្តមេត្តាអ្នកភូមិតែងតែឃើញបុរសចំណាស់សឈ្មោះខិនអង្គុយនៅក្បែរអាងថ្មជារៀងរាល់ថ្ងៃសិលគេតែងតែសម្លឹងមើលទៅក្នុងទឹកដែលស្ងប់ឈរត្រឹងដូចជាកំពុងអង្គុយចាំមនុស្សម្នាក់ជួនកាលគេក៏លាតក្រណាត់សូត្រពណ៌ក្រហមចាស់ចេញមកអង្គុយអង្អែលថ្នមព្រមជាមួយនឹងស្នាមញញឹមតិចដែលបង្កប់ដោយក្តីសុខនិងក្តីទុក្ខក្នុងពេលតែមួយរឿងរ៉ាវនៃស្រីក្រមុំដ៏អាចកំបាំងរបស់ខិនត្រូវបានគេដំណើរតគ្នានៅក្នុងភូមិនោះដើម្បីការអប់រំចិត្តអំពីសច្ចៈនិងសីលធម៌ថាជាវត្ថុមានតម្លៃលើសពីទ្រព្យសម្បត្តិណាទាំងអស់ប្រសិនបើបុគ្គលណាមានសិលបរិសុទ្ធនឹងបានជួបនៅរឿងដ៏អស្ចារ្យលើសពីលោកីប៉ុន្តែបើបុគ្គលណាខ្វះសច្ចៈសូម្បីតែសួរដែលនៅចំពោះមុខក៏រលាយបាត់ក្នុងពេលតែមួយប្រព្រឹត្តភ្នែកដែរនាយខិនបានលាចាកលោកនេះទៅយ៉ាងស្ងប់ស្ងាត់នៅព្រឹកមួយនីអាងថ្មដដែលនោះអ្នកភូមិនិយាយថាសពរបស់គេមើលទៅផូរផង់ដូចជាមនុស្សកំពុងដេកលក់អញ្ចឹងហើយអ្វីដែលចម្លែកបំផុតនោះគឺនៅក្នុងដៃរបស់គេមិនមែនមានកាន់តែកំទេចក្រណាត់សូត្រក្រហមទៀតឡើយប៉ុន្តែដៃរបស់គេបែរជាកាន់ផ្កាម្លិះព្រៃដែលនៅស្រស់ត្រកាលនិងជះក្លិនក្រអូបភីពេញព្រៃក្លិនក្រអូបដដែលដែលគេធ្លាប់ទទួលបានពីក្រុងដ៏អាតកំបាំងកាលពី50ឆ្នាំមុនមនុស្សជាច្រើនជឿថាក្នុងដង្ហើមចុងក្រោយសច្ចៈដែលគេព្យាយាមរក្សាអស់មួយជីវិតបាននាំវិញ្ញាណរបស់គេទៅជួបជាមួយនឹងនាងចន្ទ្រានិងកូនប្រុសម្ដងទៀតនៅក្នុងទឹកដីដែលគ្មានការព្រាត់ប្រាសទឹកដីដ៏អាចកំបាំងបើកចំហដើម្បីទទួលបរិសុទ្ធដែលកែខ្លួនប្រែចិត្តចូលទៅក្នុងម្លប់នៃសិលធម៌ជានិរន្តរ៍សារៈសំខាន់នៃរឿងគឺសច្ចៈនិងសិលធម៌អាចនាំមនុស្សទៅកាន់ពន្លឺនិងសេចក្តីសុខដែលលើសពីលោកីប៉ុន្តែពេលបាត់បង់សច្ចៈសូម្បីតែអ្វីដែលនៅចំពោះមុខក៏រលាយបាត់បានដែរជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានស្ដាប់រឿងរបស់នាងខ្ញុំពីដើមរហូតដល់ចប់សូមពុកម៉ែបងប្អូនជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានរឿងថ្មីទៀត